អាណកអាធំណាស្លាប់អស់មួយគ្រួសារ4នាក់ដោយសារតែគ្រោះអគ្គិភ័យឆេះផ្ទះជួសជុលគ្រឿងអេឡិចត្រូនិកមួយកន្លែងនៅក្នុងភូមិជ្រៃកោងទាំងព្រឹកព្រលឹមផ្ទះជួសជុលគ្រឿងអេឡិចត្រូនិកនិងលក់កាហ្វេមួយកន្លែងដែលស្ថិតនៅក្នុងភូមិជ្រៃកោងសង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន4នាក់ដោយនៅក្នុងនោះមួយគ្រួសារមានប្តីប្រពន្ធនិងកូនតូច2នាក់នៅវេលាម៉ោង5ព្រឹកនៅថ្ងៃទី13ខែមិថុនាឆ្នាំ2025តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញភ្លើងចាប់ផ្ដើមឆេះចេញពីទូលក់កាហ្វេនៅខាងមុខរួចក៏រាលដាលចូលទៅក្នុងផ្ទះយ៉ាងសន្ធោសន្ធៅពេលនោះអ្នកជិតខាងក៏បាននាំគ្នាព្យាយាមជួយពន្លត់និងជួយយកម្ចាស់ផ្ទះចេញដែរប៉ុន្តែមិនអាចជួយបានដោយសារតែភ្លើងឆេះខ្លាំងពេកហើយម្ចាស់ផ្ទះក៏បានជាប់គាំងនៅក្នុងនោះតែម្ដងភ្លាមៗនោះអាជ្ញាធរមូលដ្ឋានរួមជាមួយមន្ត្រីជំនាញពន្លត់អគ្គិភ័យក៏បានចេញរថយន្តបាញ់ទឹកអន្តរាគមន៍ភ្លាមៗក៏ប៉ុន្តែមិនអាចជួយម្ចាស់ផ្ទះបានដែរព្រោះពេលទៅដល់ភ្លើងឆេះពេញបន្ទុកទៅហើយផ្ទះនោះជាប្រភេទសំណង់ថ្មប្រក់ស័ង្កសីទំហំ5ម៉ែត្រគុណនឹង20ម៉ែត្រត្រូវបានភ្លើងឆេះអស់ទាំងស្រុងចំណែកឯជនរងគ្រោះដែលស្លាប់នោះមានឈ្មោះហេងសវណ្ណខយភេទប្រុសអាយុ38ឆ្នាំជាឪពុកឈ្មោះមុតពុតភេទស្រីអាយុ32ឆ្នាំជាម្ដាយកូនស្រីទី1មានអាយុ10ឆ្នាំនិងកូនស្រីទី2អាយុទៅ9ខែចំណែកមូលហេតុដែលនាំឲ្យមានអគ្គិភ័យឆាបឆេះនោះគឺគេនៅមិនទាន់ដឹងថាបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេដែលសមត្ថកិច្ចជំនាញនឹងធ្វើការស្រាវជ្រាវរកមូលហេតុបន្តទៀត Next show វិគីពី Big News